ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកន្ថីទី4បទល្មើសប្រឆាំងនឹងជាតិមាតិកាទី3ការប៉ះពាល់ដល់ដំណើរការរបស់រដ្ឋបាលសាធារណៈជំពូកទី2ការប៉ះពាល់ដល់រដ្ឋបាលសាធារណៈធ្វើឡើងដោយបុគ្គលឯកជនផ្នែកទី3ការជ្រៀតជ្រែកក្នុងមុខងារសាធារណៈនិងតំណែងផ្លូវការមាត្រា609បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលអំពើជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការអនុវត្តមុខងារសាធារណៈណាមួយដោយបំពេញកិច្ចណាមួយក្នុងចំណោមកិច្ចទាំងឡាយដែលសម្រាប់តែអ្នកមានសិទ្ធិក្នុងការងារនេះមាត្រា610បទធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលបុគ្គលដែលធ្វើសកម្មភាពនៅក្នុងលក្ខខណ្ឌដែលអាចនាំឲ្យសាធារណជនយល់ច្រឡំថាជាការបំពេញមុខងារសាធារណៈមាត្រា611បទប្រើប្រាស់លិខិតឬឯកសារដែលបង្កើតឲ្យមានការភ័ន្តច្រឡំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលអំពើប្រើប្រាស់ដោយគ្មានសិទ្ធិនៅលិខិតឬឯកសារដែលមានភាពប្រហាក់ប្រហែលគ្នានឹងលិខិតរដ្ឋបាលសាធារណៈឬតុលាការដែលអាចបង្កើតឲ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជនមាត្រា612បទប្រើប្រាស់ដោយខុសច្បាប់នៅសម្លៀកបំពាក់ជាអាតសម្រាប់អាជ្ញាធរសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលអំពើស្លៀកពាក់ជាសាធារណៈដោយគ្មានសិទ្ធិស្លៀកពាក់នៅសម្លៀកបំពាក់ឯកសណ្ឋានឬគ្រឿងឥស្សរិយយសសម្រាប់អាជ្ញាធរសាធារណៈមាត្រា613បទប្រើប្រាស់ដោយខុសច្បាប់នៅឯកសារបញ្ជាក់វិជ្ជាជីវៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលអំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនៅឯកសារបញ្ជាក់វិជ្ជាជីវៈដែលកំណត់ដោយអាជ្ញាធរសាធារណៈមាត្រា614បទប្រើប្រាស់ដោយគ្មានសិទ្ធិនៅសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលអំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនៅសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈមាត្រា615បទប្រើប្រាស់ដោយគ្មានសិទ្ធិនៅយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាលឬយោធាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលអំពើប្រើប្រាស់ដោយគ្មានសិទ្ធិនៅយានយន្តដែលមានសញ្ញាសម្គាល់ខាងក្រៅប្រើប្រាស់ដោយភ្នាក់ងារនគរបាលឬយោធិនមាត្រា616បទប្រើប្រាស់នៅឯកសណ្ឋានជាអាតដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅ1លានរៀលអំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនៅសម្លៀកបំពាក់ឯកសណ្ឋានអត្តសញ្ញាណប័ណ្ណសញ្ញាសម្គាល់ឬយានយន្តនគរបាលជាយោធាមានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ឯកសណ្ឋានអត្តសញ្ញាណប័ណ្ណសញ្ញាសម្គាល់ឬយានយន្តរបស់នគរបាលឬយោធាដែលអាចនាំឲ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជនមាត្រា617ស្ថានទម្ងន់ទោសដោយសារមានការត្រៀម
រៀបចំបទឧក្រិដ្ឋឬបទមជ្ឈិមបទល្មើសដែលមានចែងនៅក្នុងមាត្រា611បទប្រើប្រាស់លិខិតឬឯកសារដែលបង្កើតឲ្យមានការភ័ន្តច្រឡំដល់មាត្រា616បទប្រើប្រាស់នៅឯកសណ្ឋានជាអាតដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធានៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលកាលបើបទល្មើសនោះមានគោលដៅដើម្បីរៀបចំឬសម្រួលដល់ការប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិមមាត្រា618បទប្រើប្រាស់ដោយគ្មានសិទ្ធិនៅបានបញ្ជាក់តួនាទីក្នុងវិជ្ជាជីវៈកំណត់ដោយអាជ្ញាធរសាធារណៈអំពើប្រើប្រាស់ដោយប្រើសិទ្ធិនៅបានបញ្ជាក់តួនាទីក្នុងវិជ្ជាជីវៈណាមួយដែលកំណត់ដោយអាជ្ញាធរសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលមាត្រា619បទប្រើប្រាស់ដោយគ្មានសិទ្ធិនៅសញ្ញាបត្រអំពើប្រើប្រាស់ដោយគ្មានសិទ្ធិនៅសញ្ញាបត្រឬគុណសម្បត្តិដែលលក្ខខណ្ឌនៃការប្រគល់ត្រូវបានកំណត់ដោយអាជ្ញាធរសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលមាត្រា620បទល្មើសប្រើប្រាស់ដោយមិនប្រក្រតីនៅឋានៈណាមួយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលអំពើប្រព្រឹត្តដោយអ្នកដឹកនាំសហគ្រាសណាមួយដែលធ្វើឲ្យមានឬទុកឲ្យមាននៅក្នុងការផ្សព្វផ្សាយជាសាធារណៈដើម្បីជាអត្ថប្រយោជន៍នៃសហគ្រាសនោះនៅឈ្មោះនិងឋានៈរបស់សមាជិកឬអតីតសមាជិករបស់រាជរដ្ឋាភិបាលសមាជិកឬអតីតសមាជិករបស់រដ្ឋសភាឬព្រឹទ្ធសភានិងចៅក្រមឬអតីតចៅក្រមមាត្រា621បទប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការក្នុងកិច្ចសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅ1លានរៀលអំពើប្រើប្រាស់អត្តសញ្ញាណណាមួយដែលខុសអំពីអត្តសញ្ញាណផ្លូវការរបស់ខ្លួននៅក្នុងលិខិតសាធារណៈឬដែលសម្រាប់ជូនអាជ្ញាធរសាធារណៈ